ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាមកជួបជាមួយយើងខ្ញុំទ្របកសិករខ្មែរទៀតហើយចាថ្ងៃនេះខ្ញុំនឹងមកបង្ហាញអំពីគុណវិបត្តិរបស់ក្តៀងទុរេននៅពេលដែលវាកំពុងមានផ្លែចាហើយយើងមកស្វែងយល់បន្ថែមអំពីគុណវិបត្តិរបស់ក្តៀងចំពោះផ្លែនិងវិធីទប់ស្កាត់ចំពោះបញ្ហាក្តៀងនេះចាឥឡូវយើងទៅមើលវីដេអូលម្អិតទាំងអស់គ្នាដៃបងធ្វើអីនឹងបងកាត់ក្តៀងកាត់ក្តៀងនេះក្តៀងនេះហើយក្តៀងហ្នឹងកុំឲ្យវាដណ្ដើមចំណីជាមួយផ្លែហ្នឹងវាបន្ទុកមួយដែរសម្រាប់ផ្លែយើងយ៉ាងហ្នឹងអញ្ចឹងយើងឃើញតែទួយក្តឹបអញ្ចឹងទេប៉ុន្តែហ្នឹងមានអ្នកវិជ័យអ្នកចេញចំណីមួយយើងមកតែងហងយើងតែងក្តៀងផងនេះអាពុជចេះអីដែរនេះអូនេះអ្នកទាំងអស់គ្នានេះដូចនេះក្តៀងទួយញ៉ាក្អែកទៅនេះញ៉ាក្អែកអានេះឃើញតែទួយចឹងឯងប៉ុន្តែដណ្ដើមចំណីសាហាវជាមួយក្តាប់យើងអញ្ចឹងអ្វីដែលយើងត្រូវធ្វើមិនវិញបងវាបូតនេះបូតលះអូមានតែការទៀតពកហ្នឹងយើងត្រូវបលីងវាស្អាតហ្មងចាបលីងហើយយើងត្រូវកាត់ក្តៀងចោលផងក្តៀងធំនេះអានេះក្តៀងស៊ីធំនេះចានេះអានេះក្តៀងវាច់នេះអានេះក៏ស៊ីចឹងបងប្អូនទៅគឺតែងណាបងណាចាតែងទេគឺអានេះចំណីប្រជែងជាមួយក្តាប់យើងណាចាតែវាមិនធ្វើអីទេវាគ្រាន់តែមិនអត់ក្តាប់យើងវាថាមិនបាយមួយចានហើយមានអ្នកហូប2-3នាក់អញ្ចឹងគេដដើមគ្នាយើងវាហូបអត់ឆ្អែតអញ្ចឹងយើងជួយសម្រួលវាទៅអញ្ចឹងកូននេះគាត់ញ៉ាំអត់ឆ្អែតអត់លឿនចាអូលឿននេះចាទីមួយលើផ្លែចាអូខេអញ្ចឹងយើងកុំមើងងាយណាអ្នកទាំងអស់គ្នាកុំមើងងាយអារឿងតូចតាចក៏អាចធ្វើឲ្យដំណាំរបស់យើងអត់លូតលាស់បានល្អដែរមានបញ្ហាដូចគ្នាចាយកចិត្តទុកដាក់តាំងពីទួយឡើងចាអរគុណច្រើនចាហ្នឹងហើយអញ្ចឹងបានថាពាក្យចាស់លោកថាគឺមិនដែលចេះខុសមែនអាទួយប្រមូលផ្ដុំអាធំបាក់ជើងចាអញ្ចឹងយើងកុំមើងងាយអារឿងទួយកាយហ្នឹងអញ្ចឹងវាដដើមចំណីរបស់ផ្លែទុរេនរបស់យើងហ្នឹងកំពុងតែត្រូវការចំណីហ្នឹងបើសិនជាយើងមិនបាញ់មើលថែយកចិត្តទុកដាក់មើលចំណុចទួយអត់ហ្នឹងទេយើងក៏មិនទទួលបានផលដែលពេញចិត្តនោះដែរចាវីដេអូក៏មកដល់ទីបញ្ចប់ហើយចាបើសិនជាពុកម៉ែបងប្អូនទាំងអស់ចូលចិត្តនៅវីដេអូខ្លីៗដែលបង្រៀនអំពីបញ្ហាបច្ចេកទេសកសិកម្មបងប្អូនសូមជួយចុច like follow និង subscribe ឲ្យយើងខ្ញុំផងដើម្បីបងប្អូនទទួលបាននៅវីដេអូថ្មីបន្តទៀតនៅពេលដែលពួកយើងខ្ញុំបានផុសទៅថ្មីចាសូមអរគុណចាសូមជម្រាបលា